ចាជម្រាបសួរបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពក្នុងវីដេអូដែលខ្ញុំធ្វើការមកចុះសម្រងទីតាំងមកកន្លែងជាប្រភេទផ្ទះល្វែងសហគមន៍តែយ៉ាងចាស់ដែរហើយផ្ទះពីល្វែងហ្នឹងដោយសារ client បងប្រុសគាត់ចង់ឲ្យធ្វើការវាស់វែងទីតាំងហ្នឹងដើម្បីបដូរកន្លែងហ្នឹងទៅជាហាងកាហ្វេអញ្ចឹងបែបធម្មជាតិបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំមកដល់ហើយខ្ញុំធ្វើការវាស់វែងប្រវែងលំអិតឲ្យច្បាស់ជាទូទៅផ្ទះអាគារចាស់ៗអីគឺគាត់នេះហើយគឺអត់មានប្លង់ 3D ក៏ធ្វើដូចជាគំរូអីទៀតទេអញ្ចឹងដើម្បីធ្វើការរំឡើង 3D ឲ្យត្រូវជាក់ស្ដែងយើងត្រូវវាស់ខ្នាតឲ្យពិតប្រាកដណាបងប្អូនទាំងអស់គ្នាហើយទទួល freelance ខ្ញុំធ្វើការ freelance បែបនេះយូរដែរហើយខ្ញុំទទួលគម្រោងសិក្សាគម្រោងផ្សេងៗមកបងប្អូនមានចំណាប់អារម្មណ៍អីអាចតំណងថាគូផ្ទះថ្មី renovate ឡើងវិញអីទេគឺខ្ញុំមានជាក្រុមលក្ខណៈជាក្រុមដើម្បីសិក្សាប្លង់ជូននេះអញ្ចឹងបងប្អូនទាំងអស់គ្នាហើយបើសិនជាប្លង់ណារៀងទូចមកល្មមម្នាក់ឯងអាចធ្វើបានគឺធ្វើបែបម្នាក់ឯងបានដោយសារកម្រងខ្លះគឺធំអញ្ចឹងទៅយើងដូចជានេះអញ្ចឹងយើងត្រូវវាស់ត្រូវមានគ្នាអញ្ចឹង renovate យើងត្រូវការគិតច្រើនព្រោះកម្រងវារៀងធំដែរហើយការសិក្សាទទួលការសិក្សាគម្រោង freelance នេះបងប្អូនទាំងអស់គ្នាត្រូវមានទំនួលខុសត្រូវខ្ពស់មែនតើដើម្បីសិក្សាឲ្យភ្ញៀវនឹងគ្រប់ពេលវេលាទៅតាមការដែលគាត់ចង់បានរយៈពេលប្រហែលអីចឹងត្រូវដឹងពេលវេលាច្បាស់លាស់ហើយនឹងអាសាពិភាក្សាមួយភ្ញៀវគ្រូជាអ្វីដែលគាត់ចង់បាននៅក្នុងការរចនានឹងថែមអីចឹងហើយយើងបញ្យល់គាត់អំពីការប្រើប្រាស់ផ្សេងជាផលប្រយោជន៍អីចឹងបងប្អូនទាំងអស់គ្នាក្នុងគម្រោងសិក្សាហើយសម្រាប់អ្នកបងគាត់ធ្វើការ freelance ឬជា support search បងផ្សេងគឺគាត់ដឹងហើយការធ្វើ freelance ហ្នឹងមិនហើយការឆ្នាំទី3ឬជាទី4ហ្នឹងគឺខ្ញុំធ្លាប់ធ្វើការហាត់ការធ្វើការងារនៅខាងក្រៅដែរដោយសារទទួលបានប្រាក់ខែក៏ដូចជាទៀបកន្លែងខ្លះគឺអត់មានប្រាក់ខែទេសម្រាប់គាត់ចង់បានបទពិសោធន៍ក៏គាត់អាចគិតថាមិនទាន់ស្វែងហាត់ឬក៏មានក្រុមទេគឺគាត់អាចធ្វើការ intern កន្លែងគេដើម្បីយកចំណេះជំនាញសិនទៅមិនថាបានប្រាក់ខែឬក៏អត់ទេហ្នឹងអាស្រ័យគាត់តែសម្រាប់ខ្ញុំទទួលបានបទពិសោធន៍ហើយនឹងធ្វើការសិក្សាគម្រោងទៅមើលជាក់ស្ដែងអីចឹងបងមានជាក្រុមយើងដឹងច្រើននេះចឹងទៅយើងអាចធ្វើការផ្សព្វផ្សាយពីស្នាដៃខ្លួនឯងតាម social media ប្រព័ន្ធផ្សេងដូចជា TikTok Facebook page អីចឹងទៅ Instagram YouTube អីចឹងទៅដើម្បីនៅពេលបងគាត់ឃើញស្នាដៃយើងទៅគឺគាត់ធ្វើការតំណមកអញ្ចឹងបងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីធ្វើការវាស់វែងហើយត្រូវលំអិតហើយខ្ញុំត្រូវធ្វើការចូលទៅត្រាស់ហើយត្រាស់នៅលើกระดาษដើម្បីឲ្យដឹងប្រវែងប្រមាណអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីស្នុកយើងទៅឡើងមកវាបានទទួលຂະຫນាតជាក់ស្ដែងអីចឹងហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនទាំងអស់គ្នាសម្រាប់ចែកម្លែកសម្រាប់តែពួកគាត់ចង់ធ្វើការ freelance អីចឹងបងប្អូនទាំងអស់គ្នាយើងត្រូវធ្វើការត្រាស់និងលម្អិតបែងចែកពេលវេលាច្បាស់លាស់ហើយនឹងយើងត្រឡប់ CD អីចឹងទៅហើយនឹងមានគ្រប់ជាមួយនឹង client ដើម្បីភាសាផ្សេងចឹងដែលគាត់ត្រូវកែកុនចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនទាំងអស់គ្នាជម្រាបលាបងប្អូនទាំងអស់គ្នា